រឿងរ៉ាវនៃភូមិគ្រឹះបុរាណបោះបង់ចោលនៅក្រុងកែបគឺជានិមិត្តរូបនៃភាពរុងរឿងផងនិងជាស្លាកស្នាមនៃការឈឺចាប់ផងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រុងមាត់សមុទ្រដ៏ស្ងប់ស្ងាត់មួយនេះកាលពីអតីតកាលត្រូវបានគេប្រសិទ្ធនាមថាជាជង្រុកនៃស្ថាបត្យកម្មទំនើបប៉ុន្តែបច្ចុប្បន្នវាបានក្លាយជាផ្ទាំងទស្សនីយភាពដ៏អាថ៌កំបាំងនិងព្រឺព្រួចសម្រាប់អ្នកហៅរកសេចក្តីសាកល្បងនិងរឿងរ៉ាវអរូបីនិទានអមនុស្សនិងធ្វើការរៀបរាប់លម្អិតអំពីប្រវត្តិនិងភាពអាថ៌កំបាំងនៃភូមិគ្រឹះដែលគេបោះបង់ចោលនោះទុកជាការកម្សាន្តនិងជាការចងចាំមួយនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1950ដល់ឆ្នាំ1960ដែលជាសម័យសង្គមរាស្ត្រនិយមក្រុងកែបគឺជាកន្លែងលំហែកាយដ៏ប្រណិតបំផុតសម្រាប់វណ្ណៈអភិជនមន្ត្រីជាន់ខ្ពស់និងជនជាតិបារាំងភូមិគ្រឹះស្កឹមស្កៃរាប់រយខ្នងត្រូវបានគេសាងសង់ឡើងយ៉ាងប្រណិតតាមរចនាបថស្ថាបត្យកម្មខ្មែរទំនើបដោយមានការច្នៃម៉ូដយ៉ាងទាន់សម័យលាយឡំជាមួយទិដ្ឋភាពចំហៀងភ្នំនិងខាងមុខបែរទៅរកសមុទ្រជាអកុសលនៅពេលរបបខ្មែរក្រហមបានឈានជើងចូលមកដល់ក្នុងឆ្នាំ1975ឋានសួគ៌មួយនេះត្រូវបានបំផ្លាញខ្ទេចខ្ទីត្រឹមតែមួយប៉ព្រិចភ្នែកម្ចាស់ភូមិគ្រឹះដែលជាអ្នកមានទ្រព្យធននិងអ្នកចេះដឹងត្រូវបានជំលះឬសម្លាប់ចោលយ៉ាងព្រៃផ្សៃភូមិគ្រឹះទាំងនោះត្រូវបានដុតបំផ្លាញរឹបអូសនិងបោះបង់ចោលឲ្យនៅឯកោកណ្ដាលព្រៃដុះទ្រុបទ្រុលស្លាកស្នាមក្របកាំភ្លើងនិងជញ្ជាំងខ្មៅប្រឡាក់ស្លែបានក្លាយជាសាក្សីរស់នៃព្រឹត្តិការណ៍រន្ធត់នាពេលនោះអាចកំបាំងអរូបីដែលលាក់ខ្លួនក្នុងកែវភ្នែកសំណង់ចាស់ក្រោយបញ្ចប់សង្គ្រាមទោះបីជាប្រជាជនចាប់ផ្ដើមមករស់នៅឡើងវិញក៏ដោយក៏ភូមិគ្រឹះបុរាណជាច្រើននៅតែមិនមាននរណាហ៊ានទៅប៉ះពាល់ឬចូលទៅរស់នៅឡើយរឿងរ៉ាវលងបន្លាចជាច្រើនត្រូវបានអ្នកស្រុកនិងអ្នកធ្វើដំណើរពេលយប់ដំណើរតគ្នាមានការដំណើរតគ្នាថានៅយប់ខ្លះជាពិសេសនៅយប់ថ្ងៃសិលឬយប់ដែលមានខ្យល់ព្យុះបោកបក់ខ្លាំងគេតែងតែឮសំឡេងតន្ត្រីរោគំនិងសំឡេងមនុស្សជជែកគ្នាសើចក្អាកក្អាយលាន់ចេញពីក្នុងភូមិគ្រឹះចាស់ទាំងនោះហាក់ដូចជាមានការរៀបចំពិធីជប់លៀងរបស់ពួកអភិជនសម័យមុនដែរប៉ុន្តែពេលដើរទៅជិតគឺមានតែភាពងងឹតសូន្យសុងនិងសំឡេងសមុទ្របោកបក់មកតែប៉ុណ្ណោះអ្នកបើកម៉ូតូឬអ្នកដើរកាត់តំបន់ភ្នំកែបនាពេលយប់ជ្រៅតែងតែចោលភ្នែកទៅឃើញស្រមោលមនុស្សស្រីស្លៀកសម្លៀកបំពាក់សម័យដើមឬស្រមោលខ្មៅធំឈរធ្លុងនៅត្រង់បង្អួចដែលគ្មានទ្វារដោយសម្លឹងមើលមកផ្លូវថ្នល់យ៉ាងត្រជាក់ស្រេបអ្នកស្រុកជឿថាម្ចាស់ផ្ទះមុនដែលស្លាប់ទៅទាំងអយុត្តិធម៌និងមិនទាន់អស់អាល័យបានប្រែភេទទឹកដីនោះទៅជាកន្លែងសម្បូរព្រាយភ្នំឬជំនាងផ្ទះងងឹតដែលចាំយាមកាមទ្រព្យសម្បត្តិឬដីធ្លីរបស់ពួកគេមិនឲ្យជនបរទេសឬអ្នកចំណូលថ្មីមករករៀនទន្ទ្រានបានឡើយភាពល្បីល្បាញនៃភូមិគ្រឹះបោះបង់ចោលនៅក្រុងកែបមិនមែនស្ថិតនៅលើតែរឿងខ្មោចលងមួយមុខប៉ុណ្ណោះទេប៉ុន្តែវាស្ថិតនៅលើបរិយាកាសតែម្ដងនៅពេលថ្ងៃរៀបលិចស្រមោលដើមឈើធំនិងវល្លិព្រៃដែលរុំព័ទ្ធជុំវិញតួផ្ទះបេតុងចាស់បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឲ្យខ្លាចតែទាក់ទាញយ៉ាងចម្លែកបច្ចុប្បន្នភូមិគ្រឹះមួយចំនួនត្រូវបានគេទិញយកទៅជួសជុលធ្វើជាសន្តាគារលំដាប់ខ្ពស់ប៉ុន្តែនៅមានភូមិគ្រឹះដាច់ស្រយាលជាច្រើនទៀតនៅលើចង្កេះភ្នំដែលនៅតែរក្សាភាពស្ងប់ស្ងាត់ខ្មៅស្រអាប់និងរងចាំស្វាគមន៍អ្នកដែលចង់សាកល្បងស្វែងយល់ពីពិភពងងឹតនិងរឿងរ៉ាវអរូបីដ៏ក្រាស់ឃ្មឹកនេះភូមិគ្រឹះបោះបង់ចោលនៅក្រុងកែប
ប្រៀបដូចជាសារមន្ទីរជំហរនៃវិញ្ញាណវាមិនត្រឹមតែជាកន្លែងដែលល្បីខាងផ្លូវងងឹតនោះទេប៉ុន្តែវាជាកន្លែងដាស់តឿនយើងគ្រប់គ្នាពីភាពមិនទៀងទាត់នៃឆាកជីវិតនិងស្លាកស្នាមប្រវត្តិសាស្ត្រដែលមិនអាចលុបលាងបានទៅដល់ងាយៗ